ពូអ្នកមីងអំប្រុសអំស្រីលោកយាយលោកតាថ្ងៃនេះខ្ញុំបាទសូមលើកនិយាយអំពីដំណាំស្វាយកែវរមៀតដើម្បីធ្វើយ៉ាងណាឲ្យស្វាយរបស់យើងមានផ្លែស្តង់ដារផ្លែគុណភាពនិងទទួលបាននៅទិន្នផលខ្ពស់សម្រាប់ការផលិតឲ្យមានស្តង់ដារដើម្បីប្រកួតប្រជែងនៅលើទីផ្សារទី1ដំណាក់កាលតាក់តែងមែកនៅបន្ទាប់ពីប្រមូលផលរួចយើងតែងមែកចេញឲ្យស្រឡះកាត់មែកកណ្ដាលចេញ1ឬ2មែកនិងតែងយកមែកដែលមិនមានប្រយោជន៍ចេញឲ្យស្រឡះដើម្បីឲ្យពន្លឺចូលគ្រប់គ្រាន់និងកុំឲ្យសត្វល្អិតពួនជ្រោកលាក់ខ្លួនក្រោមស្លឹកបានទី2បន្ទាប់ពីតាក់តែងមែករួចរាល់ហើយត្រូវបាញ់ថ្នាំកម្ចាត់សត្វល្អិតរួចបាញ់ថ្នាំការពាររោគកុំឲ្យរាតត្បាតលើដំណាំរបស់យើងបាញ់តែមួយលើកបានហើយទី3បាញ់ជីទឹកឬដាក់ជីក្រក់ប្រភេទដែលមានអាយុខ្ពស់ដូចជាជីប្រភេទលេខ30 10 10ដើម្បីបញ្ចេញគ្រាប់ថ្មីទី4នៅពេលដែលស្វាយយើងចេញគ្រាប់ថ្មីបាន60ទៅ80% យើងត្រូវដាក់សារបញ្ចេញផ្ការបៀបដាក់សារបញ្ចេញផ្កាទី1កាយដីជុំវិញគល់ស្វាយជម្រៅប្រហែល10ទៅ15សង់ទីម៉ែត្រដើម្បីដាក់សារបញ្ចេញផ្កាទី2យើងវាស់ពីគល់មកចុងម៉ែត្រឧទាហរណ៍យើងវាស់ឃើញកម្មពីគល់មកចុងម៉ែត្រប្រវែង2ម៉ែត្រគឺស្មើនឹង10ក្រាមគុណនឹង2ម៉ែត្រគុណនឹង8ស្មើនឹង160ក្រាមយកសារ160ក្រាមលាយទឹកចំណុះ10លីត្ររួចចាក់ចូលទៅជុំវិញគល់ស្វាយទី5បន្ទាប់ពីដាក់សានឬជីបញ្ចេញផ្កាបានពី15ទៅ20ថ្ងៃក្រោយមកយើងត្រូវបាញ់ជីស្រោចនៅលើមែកដែលជាជីដែលមានផូស្វ័រខ្ពស់ដូចជាជីលេខ10 60 10ហើយយើងសារ៉េក្បាលបាញ់ឲ្យទៅជាគ្រាប់ល្អិតឬហៅថាផ្សែងយើងបាញ់ពី1ដងទៅ3ដងហើយក្នុង1ដងគឺមានរយៈពេល7ទៅ10ថ្ងៃទី6ក្រោយពីបានដាក់ជីបញ្ចេញផ្កាឬសានបាន10ទៅ20ថ្ងៃយើងត្រូវបាញ់ថ្នាំកម្ចាត់សត្វល្អិត1ទៅ2ដងដើម្បីកុំឲ្យសត្វល្អិតទាំងនោះមករាតត្បាតលើស្លឹកឬផ្កាទី7បន្ទាប់ពីស្វាយយើងឃើញមានលេចចេញក្បាលរុយបាន50ទៅ80% យើងត្រូវបាញ់ជីជំនួយប្រភេទជីផូស្វ័រប៉ូតាស្យូមប្រភេទជីទឹកដែលមានលេខ6 32 32បាញ់ស្រោចជាគ្រាប់ល្អិតដូចជាផ្សែងបាញ់ពី1ទៅ3ដងក្នុង1ដងពី7ទៅ10ថ្ងៃដើម្បីឲ្យកាន់ផ្លែនិងពង្រីកផ្លែឲ្យមានទម្ងន់និងមានម្សៅល្អទី8បន្ទាប់ពីស្វាយផ្លែមានទំហំ
ប៉ុនដងកំបិតយើងត្រូវតែងផ្លែដោយទុកមួយតងតែមួយឬពីរផ្លែប៉ុណ្ណោះសូមអរគុណលោកពូអ្នកមីងអ៊ំប្រុសអ៊ំស្រីលោកយាយលោកតាដែលបានទស្សនាវីដេអូដែលនិយាយពីឯកទេសដំណាំស្វាយកែវរមៀតសូមអរគុណនិងសូមគោរពជូនពរជួបតែសំណាងល្អបទពិសោធន៍ជាក់ស្ដែងពីខ្ញុំបាទផ្ទាល់យ៉ងឆាតពីខេត្តបាត់ដំបង